បងប្អូនមេក្តៅអញ្ចឹងគឺថាដាក់ជាក់ទៅអូជាតិនោះជាតិបងប្អូនចាគឺខ្ញុំធ្វើទឹកសណ្ដែកបងប្អូនទឹកតយផ្ទះមានអញ្ចឹងធ្វើការហាន់កិនក្លុកយកទឹកហើយសណ្ដែកគឺស្ងោរឆ្អិនក្លុកដូចគ្នាបងប្អូនចាក់លាយចូលគ្នាមកដាក់ទឹកមកល្មមអត់ឲ្យរាវពេកទេបងប្អូនគឺរាវពេកអត់ឆ្ងាញ់ទេមកល្មមហើយគ្រឿងផ្សំមានស្ករសខ្ទិះដូងស្ករខ្មែរស្ករត្នោតហ្នឹងហើយយើងដាក់អំបិលកុំឲ្យវាភ្លាវគឺលាយគ្រឿងចូលគ្នាមកស្ករចាកូរឲ្យសព្វហើយគឺថែមស្ករសទៀតមានស្ករសចាក់ចូលកូរវឹតឲ្យចូលជាតិគ្នាខ្ទិះដូងជាមួយទឹកដោះគោខាប់បងប្អូនគឺថាជាតិអត់បានទេយើងចាក់ឲ្យយើងកូរវឹតមកអូខេបន្ទាប់ពីរលាយស្ករអស់គឺយើងយកទៅដាក់លើភ្លើងបងប្អូនពេលយើងលាយហើយតែយើងត្រូវថែមទឹកព្រោះទឹកខ្ទិះដូងនិងទឹកតយសណ្តែកវាតិចចឹងយើងថែមទឹកមកល្មមមកល្បាយយើងខាប់មកល្មមយើងពេញចិត្តណាយើងយកទៅស្ងោរបងប្អូនស្ងោរគឺយើងកូរដែរបងប្អូនហើយយើងមានទឹកតយបងទៀតចឹងយើងអាចទុកចោលទេកាលណាទុកចោលគឺវាពុះផលហៀខ្ទិះចេញក្នៅអស់ហើយអញ្ចឹងយើងថាធ្វើការកូរនិយាយជាប់មាត់ធ្វើការកូរយើងនៅមើលរហូតចឹងណាចាបងប្អូនបន្ទាប់ពីពុះគឺយើងធ្វើការដាក់ចុះមកហើយយើងកូរវាយខ្ទិះវាបងប្អូនវាយឲ្យបែកខ្ទិះកុំឲ្យវាជាប់មាត់ឆ្នាំងខាតណាហ្នឹងហើយបន្ទាប់មកគឺថាដួសមកកែវជូនមកយាយអូយនិយាយពីពោវិញដឹកឡានកាម៉ាបងប្អូនអើយពោយកទៅណាអស់ទេចាអញ្ចឹងធ្វើការភ្លក់ខ្លួនឯងដែរមេឃក្តៅត្រជាក់ចង់និយាយថាក្តៅអញ្ចឹងដាក់ទៅអូយត្រជាក់ដកបេះដូងបងប្អូនជាតិនោះជាតិអរគុណច្រើន